ស្រឡាញ់គ្នាគ្រួសារខាងប្រុសអត់ពេញចិត្តតែត្រូវធ្វើមិនទៅអ្នកដែលចូលរឿងនឹងផ្ទាល់ខ្ញុំដឹងថាពិតជាឈឺចាប់ខ្លាំងមែនទែនដូច្នេះខ្ញុំនឹងបែកចែករឿងនឹងចេញជាពីរជ្រុងចុងទី1ខាងផ្នែកគ្រួសារចុងទី2ខាងផ្នែកស្នេហាអ្នកទាំងអស់គ្នាជ្រុងទី1ខាងផ្នែកគ្រួសារមូលហេតុដែលគេមិនពេញចិត្តអ្នកទាំងអស់គ្នាជាមនុស្សស្រីមិនថាជាមូលហេតុអីក៏ដោយថ្ងៃខែឆ្នាំខុសគ្នាឬក៏ជីវភាពយើងមិនដល់គេឬក៏មានហេតុផលជាច្រើនទៀតទោះមូលហេតុដែលគេមិនពេញចិត្តយើងនឹងវាចាស់កម្រិលវាមិនសមហេតុផលឬក៏វាខុសក៏ដោយប៉ុន្តែមូលហេតុធំមួយដែលគ្រួសាររបស់គេប្រកាន់ទុកក្នុងចិត្តគឺគេចង់ឲ្យកូនប្រុសរបស់គេមានអនាគតល្អជួបមនុស្សដែលល្អស័ក្តិសមនិងមនុស្សណាដែលត្រូវចិត្តពួកគាត់ឬក៏មនុស្សស្រីណាដែលគាត់បានទៅទុកក្នុងចិត្តរួចហើយអញ្ចឹងតើអ្នកគ្នាយើងខាងស្រីយើងមិនទៅអន់ចិត្តឬក៏ខឹងជាមួយនឹងគ្រួសាររបស់គេទេវាសំខាន់បំផុតទៅលើអ្នកទាំងអស់គ្នាពីរនាក់ទេថាគិតមិនត្រឡប់មកជ្រុងស្នេហាអ្នកទាំងអស់គ្នាវិញករណីដែលគូរបស់អ្នកទាំងអស់គ្នាជាមនុស្សប្រុសអ្នកដែលគ្មានឯករាជ្យនៅក្នុងខ្លួនគ្មានភាពម្ចាស់ការលើជីវិតខ្លួនឯងចិត្តគំនិតនៅក្មេងអត់មានទំនួលខុសត្រូវលើជីវិតខ្លួនឯងអត់ទាន់មានសមត្ថភាពគ្រប់គ្រាន់ជាមនុស្សអ្នកទុនខ្សោយទុនជ្រាអ្វីគ្រប់យ៉ាងពឹងទៅលើគ្រួសារគាត់ទាំងអស់សូម្បីហិរញ្ញវត្ថុឬក៏អ្វីដែលគាត់មានហងៃគឺដោយសារតែលុយម៉ាក់ប៉ាគាត់ទេនិងអ្វីគ្រប់យ៉ាងគាត់ស្ដាប់តាមនិងធ្វើតាមការរៀបចំរបស់គ្រួសារគាត់ទាំងអស់សូម្បីតែរឿងគូជីវិតក៏គ្រួសាររបស់គាត់រៀបចំចាត់ចែងឲ្យគាត់ដែរអញ្ចឹងមនុស្សប្រុសអ្នកហ្នឹងគាត់មានសិទ្ធិជ្រើសរើសឬក៏សម្រេចចិត្តទៅលើអ្វីដែលគាត់ចង់បានក្នុងជីវិតរបស់គាត់ទេអ្វីគ្រប់យ៉ាងគឺគាត់តាមគ្រួសារនិងម៉ាក់ប៉ាគាត់ហើយបើដៃគូអ្នកទាំងគ្នាជាមនុស្សបែបហ្នឹងអ្វីដែលត្រូវធ្វើធៀមចិត្តទុកមុនឲ្យហើយថាថ្ងៃណាមួយគេអាចនឹងសុំបាយអ្នកទាំងគ្នាតាមគ្រួសាររបស់គេហើយបើមានថ្ងៃគេសុំបាយអ្នកទាំងគ្នាមែនដោះលែងគេទៅកុំឲ្យគេលំបាកកុំឲ្យគេមានសម្ពាធជាមួយនឹងគ្រួសារគេនិងជាមួយនឹងយើងដោះលែងឲ្យគេមានជីវិតរបស់គេនិងឲ្យគេទៅយកមនុស្សស្រីណាដែលគ្រួសាររបស់គេពេញចិត្តនឹងរៀបចំឲ្យគេទៅហើយកុំស្ដាយគេកុំជឿចាប់ជាមួយនឹងមនុស្សប្រុសបែបហ្នឹងមិនថាគេធ្លាប់ធ្វើល្អតែអ្នកទាំងអស់គ្នាឬក៏មានអនុស្សាវរីយ៍ល្អជាមួយនឹងគ្នាមិនក៏ដោយបើមនុស្សអ្នកហ្នឹងសម្រេចចិត្តថាចង់ចប់ចង់បោះបង់អ្នកទាំងគ្នាហើយធ្វើតាមគាត់ទៅកុំឲ្យគាត់ពិបាកកុំឲ្យគាត់មានសម្ពាធហើយអ្នកទាំងគ្នាអត់មានត្រូវទៅស្ដាយគេឬក៏ទៅវល់គេកុំឲ្យគេបែកមួយយើងទេអត់មានទេឲ្យគេទៅដោះលែងគេទៅចង់ចាំថាអ្នកទាំងគ្នាសាកសមជួបមនុស្សអ្នកដែលល្អជាមនុស្សប្រុសអ្នកពិតប្រាកដមនុស្សប្រុសកូនភាពនិងជាមនុស្សប្រុសអ្នកដែលមានម្ចាស់ការលើជីវិតខ្លួនឯងប៉ុន្តែករណីដៃគូអ្នកទាំងគ្នាជាមនុស្សអ្នកដែលរឹងមាំមានភាពជាអ្នកដឹកនាំនៅក្នុងខ្លួនជាមនុស្សអ្នកដែលខ្លាំងពូកែមានឯករាជ្យមានភាពម្ចាស់ការលើជីវិតខ្លួនឯងមានទំនួលខុសត្រូវលើជីវិតខ្លួនឯងគាត់មានអ្វីគ្រប់យ៉ាងដោយសារកម្លាំងញើសឈាមរបស់គាត់ជាមនុស្សអ្នកដែលខិតខំប្រឹងប្រែងតស៊ូអត់ធ្មត់ទោះបីជាគ្រួសាររបស់គាត់បដិសេធអត់ពេញចិត្តអ្នកទាំងគ្នាក៏ដោយប៉ុន្តែគាត់នៅតែខិតខំគាត់នៅតែជំនះមានឧបសគ្គអីក៏អត់បោះបង់អ្នកទាំងគ្នាហើយគាត់ការពារនឹងមិនធ្វើអ្នកគ្នាឈឺចាប់ហើយបារម្ភដោយសារតែរឿងមួយនឹងគាត់ខិតខំរកវិធីគ្រប់បែបយ៉ាងដើម្បីឲ្យគ្រួសាររបស់គាត់ពេញចិត្តយើងស្រឡាញ់យើងទទួលយកយើងបើដៃគូអ្នកទាំងគ្នាគាត់ជាមនុស្សបែបហ្នឹងអ្វីដែលអ្នកគ្នាត្រូវធ្វើកុំបោះបង់គាត់កុំទៅចោលគាត់កុំចង់បាយពីគាត់ហើយអ្នកទាំងគ្នាត្រូវខិតខំតស៊ូជាមួយគ្នាស្រឡាញ់គ្នាលើកទឹកចិត្តគ្នានៅក្បែរគ្នារហូតដល់ថ្ងៃណាមួយដែលគ្រួសាររបស់គាត់បើកចិត្តទទួលយកទំនាក់ទំនងរបស់អ្នកទាំងពីរចងចាំទុកក្នុងចិត្តបើមានរឿងអីក៏ដោយកុំបោះបង់មនុស្សប្រុសអ្នកនឹងចោលព្រោះតែគាត់ជាមនុស្សល្អជាបរិបទម្នាក់ដែលគុណភាពអរគុណអ្នកទាំងអស់គ្នាខ្ញុំសង្ឃឹមថាវីដេអូមួយនេះអាចដល់ជាដំណោះស្រាយទៅកាន់បងប្អូនទាំងអស់គ្នាដែលកំពុងតែជួបបញ្ហាបែបហ្នឹងអរគុណជួបគ្នានៅវីដេអូក្រោយពីខ្ញុំសេនីតាបាយបាយ